សរសេរបងប្អូនទាំងគ្នាបាទនេះគឺជាធុងបាសអាឡម៉ង់បាទ model boom 612បាទដែលមានកម្លាំងបុកបាសរហូតដល់1100វ៉ាត់បាទអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការបាទស្វែងរកធុងបាសយកទៅច្រៀងលេងឬក៏ស្ដាប់កំសាន្តបងប្អូនអាចប្រើបានមកជាមួយធុងបាសអាឡម៉ង់បាទ model 612នេះបានបាទហើយសម្រាប់612នេះបងប្អូនទិញទៅគឺចំណេញបងប្អូនទាំងគ្នាបាទបងប្អូនទិញទៅគឺបងប្អូនអាចប្រើប្រាស់បានពីរ style បងប្អូនចង់ដាក់ high ពីលើអញ្ចឹងក៏បានបងប្អូនចង់ដាក់ហើយភ្ជាប់ជាមួយនឹងសាប់វាអញ្ចឹងក៏បានដែរបាទហើយសម្រាប់612នេះជាប្រភេទសាប់ដាច់បាទជាប្រភេទ line array បាទហើយខ្នាតឧបករណ៍របស់វាគេបំពាក់មកខ្នាតឧបករណ៍បាទ3ទឹកបាទ egoy 1 solo 1បាទអញ្ចឹងសម្រាប់612នេះជាប្រភេទបាសដែលជាប្រភេទ system 3 way បាទអញ្ចឹងជាធម្មតាបាស system 3 way គឺវាបញ្ចេញសលេងបញ្ជូនសលេងបានល្អខ្លាំងមែនទែនបាទហើយលក្ខណៈពិសេសរបស់612បាទទី1កម្លាំងបុកបាសរបស់វាបុកបាសធ្ងន់ងុំសតុនដឹមក្រហមណែនល្អបាទដូចបងបងស្ដាប់នៅដើមវីដេអូអញ្ចឹងគឺសាច់បាសរបស់វាបុកមកដឹបមកគឺធ្ងន់សតុនណែនល្អខ្លាំងមែនទែនបាទហើយលក្ខណៈពិសេសរបស់វាមួយទៀតនោះគឺមីក្រូហ្វូនបាទមីក្រូហ្វូនធូរស្រួលច្រៀងជំនួយក្នុងការច្រៀងហើយមីក្រូហ្វូនអត់កង់ទេបាទដូចបងបងឃើញជាក់ស្ដែងអញ្ចឹងបាទខ្ញុំនៅពីមុខបានចេះគឺអត់កង់ដែរបាទសម្រាប់boom 612នេះគឺវាពិសេសបាននឹងបងប្អូនទាំងនេះបាទគឺមីក្រូហ្វូនជំនួយក្នុងការច្រៀងហើយអត់កង់ទេបាទនៅពីមុខបានចេះអត់កង់ដែរបាទគូពីមុខបានចេះអត់កង់ដែរបាទអញ្ចឹងគឺពិសេសមែនទែនបាទជាមួយនឹង boom 612បាទគឺសាច់បាសបុកបាសធ្ងន់ងុំសតុនហើយមីក្រូហ្វូនជំនួយក្នុងការច្រៀងអត់កង់ទៀតបាទគឺពិសេសមែនទែនបាទជាមួយនឹង612បាទហើយសម្រាប់ផ្ទាំងអំភ្លីរបស់វាបាទផ្ទាំងអំភ្លីរបស់វាគេ design មកជាប្រភេទផ្ទាំងអំភ្លីបតបែបហ្នឹងបាទហើយសម្រាប់ផ្ទាំងអំភ្លីរបស់វាបាទ Bluetooth ចំនួន6.0 បាទហើយអ្វីដែលពិសេសនោះទៀតនោះគឺ612បាទបំពាក់មុខងារបាទ OTG បាទមុខងារ OTG នេះគឺវាមានតួនាទីបាទ record សលេងបាទអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តធ្វើការ record សលេងទុកបាទបងប្អូនអាចប្រើបានមកជាមួយនឹង612នេះបាទគឺមែនទែនបាទជាមួយនឹង612បាទហើយ612នេះគេបំពាក់មកផ្ទាំងអំភ្លីស៊េរីថ្មីបាទផ្ទាំងអំភ្លី DSP បាទផ្ទាំងអំភ្លី DSP ហ្នឹងវាមានមុខងារផ្លូវកាត់បាទមុខងារពិសេសឧទាហរណ៍ថាបងប្អូនចង់ច្រៀងបងប្អូនមិនចាំបាច់ពិបាកក្នុងការធ្វើការសេរី volume វាមកជួននេះទេបាទគឺទិញចេញពីហាងរបស់ខ្ញុំតេស្តជូនបងមកស្អាតបាទបងប្អូនយកទៅប្រើប្រាស់បងប្អូនមិនបាច់ចាំពិបាកសេរីទេបងប្អូនចុចការប៊ូតុង KTV មួយបងប្អូនអាចច្រៀងបានហើយមើលបាទអានេះមុខងារ KTV បាទបងប្អូនអាចស្ដាប់បានបាទគុណភាព KTV របស់វាបាទគឺមាន echo មាន low សំឡេងមាន delay មានអីមួយសេតបានក្នុងមុខងារ KTV ហ្នឹងបាទគឺស្ងួតជំនួយក្នុងការច្រៀងអញ្ចឹងវាមាន low សំឡេងបាទ echo មកច្បាស់ល្អខ្លាំងមែនទែនបាទអញ្ចឹងវាមាន3មុខងារនៅក្នុងboom 612ហ្នឹងបាទអានេះមុខងារ spec បាទមុខងារ spec ហ្នឹងគឺសម្រាប់លោកគ្រូអ្នកគ្រូយកទៅធ្វើការបង្រៀនឬក៏ MC គាត់យកទៅធ្វើការនិយាយឬក៏ឃោសនាផ្សព្វផ្សាយអីវ៉ាន់អញ្ចឹងបងប្រើមុខងារ spec នេះមកបាទបន្តមកទៀតមុខងារ pro បាទបាទមុខងារ pro ហ្នឹងលក្ខណៈថាសំឡេងបែប professional បាទអញ្ចឹងគឺសម្រាប់បងដែលមានទឹកដមបងចង់ច្រៀងបានសំឡេងបែប professional បានសំឡេង reverb បងចុចប្រើមុខងារ professional នេះមកបាទឧទាហរណ៍ថាបងយកទៅធ្វើការ record សំឡេងទុកបាទបងចង់បានសំឡេងបែប studio អញ្ចឹងបងប្រើមុខងារ professional ហ្នឹងមកគឺសំឡេងលក្ខណៈថាសំឡេងមកគឺដូចក្នុង studio អញ្ចឹងបាទអញ្ចឹងលក្ខណៈពិសេសរបស់ boom 612គឺវាពិសេសបែបហ្នឹងបងទីបាទមាន OTG បាទមានមុខងារផ្លូវកាត់បាទហើយមុខងារ volume សេរីវាគឺមានច្រើនបាទសម្បូរបែបមែនទែនបាទដោយសារ612ហ្នឹងគេបំពាក់មកផ្ទាំងអំភ្លីស៊េរីថ្មីហ្នឹងគឺគេញាត់មកអស់ហើយបាទមានទាំង reverb មានទាំង delay មានទាំង echo មានទាំងម៉ៃបាសម៉ៃ mid ម៉ៃ treble គឺមានមួយសេតបាទជាមួយនឹង612បាទអញ្ចឹងសម្រាប់នេះលក្ខណៈពិសេសរបស់មកកាត់ខាងលើបាទមកកាត់ខាងក្រោមក៏វាមានមុខងារពិសេសដែរបងប្អូននេះបាទមកកាត់ខាងក្រោមនេះគឺតាក់ទងនឹងប្រព័ន្ធភ្លើងបាទប្រព័ន្ធភ្លើងរបស់វាគេមានកុងតាក់បាទ AC DC បាទកុងតាក់ AC DC ហ្នឹងគឺនៅពេលដែលបងប្អូនទាំងអស់គ្នាបាទប្រើប្រាស់បងប្អូនចង់ប្រើភ្លើងសុទ្ធភ្លើង direct បងប្អូនដោតភ្លើងបណ្ដាបងប្អូនអាចប្រើបណ្ដាក៏បានដែរដោយសារឲ្យវាមានមុខងារនេះបងប្អូននេះបាទគឺប៊ូតុង AC DC កុងតាក់ AC DC បាទអញ្ចឹងអានេះបងប្អូនប្រើប្រាស់ភ្លើងជាប់បងប្អូនកាច់កុងតាក់មកលេខ2ហ្នឹងមកបាទអញ្ចឹងគឺបងប្អូនប្រើប្រាស់ទៅគឺអត់ប៉ះពាល់ដល់អគុយទេនៅពេលដែលបងប្អូនប្រើប្រាស់ថាមពលអគុយក្នុងបងប្អូនកាច់មកលេខ1នេះវិញមកបាទអញ្ចឹងបងប្អូនចង់ប្រើភ្លើង direct ក៏បានបងប្អូនប្រើភ្លើងអគុយវានៅខាងក្នុងប៉ះហ្នឹងក៏បានដែរបាទហើយសម្រាប់លក្ខណៈពិសេសវាមួយទៀតបាទគឺវាមានរុនបាទ audio in audio out អញ្ចឹងបងប្អូនអាចយក612នេះបាទយកទៅធ្វើមេបានទៀតបាទអញ្ចឹងបងប្អូនអាចបញ្ចេញទៅបាសផ្សេងបានបាទឧទាហរណ៍ថាបាសបងប្អូន
មានដែរតែអត់មានម៉ៃក្រូហ្វូនច្រៀងឬក៏មានម៉ៃក្រូហ្វូនច្រៀងតែច្រៀងអត់ព្រោះបងបងអាចបញ្ចេញពី62នេះបានបាទតាមរយៈរត់អូយោអៅមកបាទអញ្ចឹងគឺបងបងច្រៀងទៅបងបងឮតាំងពីបាទហើយបាទហើយលក្ខណៈពិសេសរបស់62បាទនេះគេបញ្ជាក់គេដាក់ប្រេនមកគឺគេដាក់ model បាទ62បាទគេវាយកម្លាំងបាត់វាគឺ1100 បាត់បាទគឺកម្លាំងរបស់វាធ្ងន់មែនទែនបាទហើយគេបញ្ជាក់ច្បាស់ថាគឺជាបច្ចេកវិទ្យារបស់ប្រទេសអាល្លឺម៉ង់បាទអញ្ចឹងគឺ62គឺគេធ្វើមកច្បាស់ល្អតាំងមែនទែនបាទគេអត់ចេះតែបន្លែម្ដងទេបាទសម័យកម្លាំងបាត់គេក៏គេដាក់ជាប់នៅនឹងផ្ទាំងអំពីរបស់វាដែរបាទហើយមកផ្ទាំងខាងក្រោមនេះបាទផ្ទាំងខាងក្រោមនេះគឺជាផ្ទាំងរបស់អាគុយរបស់វាបាទអាគុយរបស់62គេបំពាក់មកអាគុយមិចស្គូបាទដែលមានកម្លាំងអំពែវាធំបាទកាន់ភ្លើងបានយូរបាទអញ្ចឹងលក្ខណៈពិសេសរបស់62គឺវាមានច្រើនបាទអញ្ចឹងបងបងទិញយកទៅប្រើប្រាស់គឺចំណេញខ្លាំងមែនទែនបាទអញ្ចឹងខ្ញុំសរុបមកវិញបាទ62នេះបងបងទិញយកទៅបាទចំណេញទី1គឺបងបងអាចប្រើប្រាស់បានពីរបៀបឬក៏ពី style អញ្ចឹងណាបាទបងបងចង់ដាក់ហាយពីលើអញ្ចឹងក៏បានបងបងចង់ដាក់ភ្ជាប់ជាមួយនឹងធុងសាប់ដូចនៅក្នុងរូបសម្បកកេះវាក៏បានដែរបាទអញ្ចឹងបងបងទិញយកទៅមួយគ្រឿងបងបងចំណេញប្រើបានពីរបៀបពី style បាទហើយលក្ខណៈពិសេសរបស់វាមួយទៀតនោះគឺកម្លាំងបបាសធ្ងន់ងុំសន្ទុនដុំក្រហមណែល្អបាទម៉ៃក្រូហ្វូនជំនួយក្នុងការច្រៀងម៉ៃក្រូហ្វូនអត់ចេះកង់ទេបាទអញ្ចឹងសម្រាប់បងបងចាប់អារម្មណ៍បាទជាមួយនឹង62នេះបងបងអាចឆាតចុះ Facebook ព័ត៌មានឲ្យលោកអត់បន្ថែមទៀតបានបាទ